ជំរាបសួរខ្ញុំបាទឈ្មោះវ៉ុនសុផៃជាយុវជនជាតិដើមភាគតិចពូនងមកពីភូមិអន្តរខេត្តបួនលើស្រុកកញ្ញែកខេត្តមណ្ឌលគិរីហើយខ្ញុំជាយុវជនស្ម័គ្រចិត្តជាមួយនឹងអង្គការភូមិខ្ញុំផងដែរថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបក៏ដូចជារីករាយមែនទែនដែលបានចូលរួមវគ្គសិក្ខាសាលាទាក់ទងទៅនឹងគម្រោងរបស់អង្គការភូមិខ្ញុំហើយថ្ងៃនេះខ្ញុំនឹងចែករំលែកពីបទពិសោធន៍ខ្លះៗដែលខ្ញុំបានរៀនពីគម្រោងក្រៅពីសកម្មភាពដែលពួកខ្ញុំចោះល្បាតព្រៃក៏ដូចជាការដាំកូនឈើស្ដារកូនព្រៃផ្សេងខ្ញុំសូមចែករំលែកទៅតងនឹងការផ្លាស់ប្ដូរខ្លួនយើងឃើញថាបើសិនកាលពីមុនយើងអត់សូវបានចូលរួមទេទៅនឹងការងារស្ម័គ្រចិត្តការងារសង្គមការងារជួយសហគមន៍ផ្សេងៗប៉ុន្តែនៅពេលដែលយើងអនុវត្តជាមួយគម្រោងយើងក៏បានយល់ពីការងាររួមការងារជាសហគមន៍ក៏យើងចាប់ដើមផ្លាស់ប្ដូរក្រៅពីការងារដែលចោះល្បាតព្រៃស្ដារកូនឈើក៏យើងចូលរួមផ្សេងៗជាមួយនឹងអាជ្ញាធរនៅក្នុងភូមិក្នុងឃុំទៅនឹងការឧបមាដូចជាការសម្អាតបរិស្ថានការរើសសម្រាមការស្ដារព្រៃតាមថ្នល់ផ្លូវផ្សេងៗជាដើមអញ្ចឹងហើយទី2អ្វីដែលខ្ញុំអាចរៀនសូត្របានគឺភាពក្លាហានរបស់ខ្ញុំចាប់តាមមានភាពក្លាហានចាប់តាមមានទំនុកចិត្តលើខ្លួនឯងនៅពេលដែលយើងចូលរួមវគ្គសិក្ខាសាលាផ្សេងៗយើងហ៊ានបញ្ចេញមតិយោបល់យើងអាចយើងហ៊ានបញ្ចេញគំនិតខ្លួនឯងដែលយើងអាចធ្វើទៅបានហើយពីមុនបើសិនជាយើងប្រៀបធៀបពីមុនយើងមិនមានភាពក្លាហានទេនៅពេលដែលយើងចូលជាវេទិកាសាធារណៈផ្សេងក៏យើងមានភាពភ័យខ្លាចប៉ុន្តែបច្ចុប្បន្នយើងភ័យខ្លាចប៉ុន្តែយើងអាចធ្វើបានមួយទៀតតើតើអេរ៉ាប័តរបស់ខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងាររបស់ខ្ញុំអេរ៉ាប័តពួកយើងមានការផ្លាស់ប្ដូរអេរ៉ាប័តពីមុនយើងភាគច្រើនក៏យើងធ្វើអ្វីសម្រាប់តែខ្លួនឯងធ្វើការងារមួយដែលរកស៊ីគិតពីប្រាក់ចំណូលគិតពីគ្រួសារផ្សេងប៉ុន្តែនៅពេលដែលយើងអនុវត្តជាមួយគម្រោងយើងក៏ចាប់ដើមយកឲ្យចំណេះដឹងខ្លួនឯងហ្នឹងយើងវាផ្លាស់ប្ដូរពីការធ្វើការងារដើម្បីខ្លួនឯងយើងយកពេលខ្លះដើម្បីជួយសហគមន៍ផងដែរមួយទៀតតើតើនៅតំណែងតំណងរបស់ពួកខ្ញុំជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងមិនថាអាជ្ញាធរអង្គការសង្គមស៊ីវិលឬក៏មន្ត្រីពាក់ព័ន្ធផ្សេងនៅពេលដែលយើងអនុវត្តគម្រោងនៅពេលដែលយើងចោះល្បាតនៅពេលដែលមានអង្គការគេមានតាក់ទងជាមួយនឹងមន្ត្រីពាក់ព័ន្ធទៅនឹងធនធានធម្មជាតិដូចជាមន្ត្រីឃុំអាជ្ញាធរឃុំមន្ត្រីក្រសួងកសិកម្មក៏ដូចជាមន្ត្រីខាងក្រសួងបរិស្ថានខាងបរិស្ថានហ្នឹងគឺយើងចាប់ផ្ដើមមានតំណែងគ្នាហើយវាជារឿងល្អមែនតើយើងមានតំណែងចំពោះគាត់ឲ្យពួកគាត់ជាអាជ្ញាធរក៏ដូចជាដូចនឹងជាអាណាព្យាបាលពួកអីយើងនៅពេលរស់សពថ្ងៃការរស់នៅរបស់យើងសពថ្ងៃយើងត្រូវតែមានតំណែងល្អជាមួយពួកគាត់ពួកអីយើងអាចជាពីពួកគាត់ដែលយើងទៅការទីពឹងពួកគាត់ជួយអីផ្សេងហើយពួកគាត់ក៏ជួយយើងដែរដូច្នេះតំណែងល្អជាមួយពួកគាត់គឺវាល្អមែនទែនសម្រាប់ពួកខ្ញុំបាទអរគុណ